សួស្តីខ្ញុំទៅតែបានទទួលសំណួរមួយពីអ្នកស្ដាប់ podcast គាត់សួរថាបើសិនជាឆាឆាវបានគ្រប់គ្រងទឹកដីមែនតើប្រជារាស្ត្រអាចរស់នៅស្រួលឬក៏អត់ឆាឆាវគឺជាតួអង្គសំខាន់មួយនៅក្នុងរឿងសាមកុកហើយខ្ញុំតែងតែលើកពីចំណុចមិនល្អមួយចំនួនដែលយើងមិនគួររៀនតាមឆាឆាវទេប៉ុន្តែមានអ្នកយកពាក្យសម្ដីឬក៏ការគិតរបស់គាត់នឹងទៅប្រើនៅក្នុងការរស់នៅឬក៏ការរកស៊ីអីការរៀនតាមឆាឆាវត្រូវតែប្រយ័ត្នឲ្យមែនទែនដោយសារតែបើសិនជាយើងប្រៀបធៀបឆាវជាមនុស្សម្នាក់គាត់មិនមែនជាមនុស្សដែលគួរឲ្យទុកចិត្តគួរឲ្យរាប់អានទេឆាវធ្វើការដោយមើលទៅលើប្រយោជន៍ផ្ទាល់ខ្លួនជាមុនសូម្បីតែប្រយោជន៍ក្រោយក៏គាត់គិតថាប្រយោជន៍ណាធំជាងដែរទើបគាត់ធ្វើមនុស្សប្រភេទហ្នឹងគឺអាចក្បត់អ្នកដទៃបានគ្រប់ពេលហើយដោយសម្ដីរបស់គាត់ដែលនិយាយនៅក្នុងរឿងអញ្ចឹងថាគាត់សុខចិត្តក្បត់មនុស្សក្នុងលោកក៏មិនឲ្យមនុស្សក្នុងលោកក្បត់គាត់ដែរនេះគឺជាចរិតរបស់ឆាវក្នុងនាមជាមនុស្សម្នាក់សំណួរសួរតាក់ទងជាមួយនឹងការគ្រប់គ្រងទឹកដីបើសិនជាឆាវច្បាំងឈ្នះហើយបង្រួបប្រទេសចិនតើប្រជាជនអាចរស់នៅយ៉ាងម៉េចអញ្ចឹងគឺយើងត្រូវនិយាយពីភាពជាអ្នកដឹកនាំរបស់ឆាវវិញសម្រាប់ខ្ញុំមើលឃើញថាឆាវជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបានមិនមែនជាមនុស្សល្អទេមិនមែនជាមនុស្សស្លូតទេប៉ុន្តែបើធ្វើជាអ្នកដឹកនាំគឺអាចទុកចិត្តបាននៅក្នុងសម័យសាមកុកតម្រាំតែនគរបែងចែកជា3ដែលយើងឃើញនៅក្នុងរឿងហ្នឹងប្រជាជនចិនហ្នឹងរស់នៅក្នុងសង្គ្រាមរាប់សិបឆ្នាំមកហើយគឺស្ដេចពីចំនួនចុងក្រោយព្រះអង្គហ៊ួនហើយនិងព្រះអង្គលីងធ្វើឲ្យប្រជារាស្ត្ររស់នៅពិបាកណាស់ទើបបានជាធ្លាយទៅដល់បះបោកកសែងលឿងហើយតោងជួចូលកាន់តំណែងក៏បែងចែកទឹកដីជា3អញ្ចឹងគេឆ្លងកាត់សង្គ្រាមមកយូរហើយមានតែមេដឹកនាំដូចជាឆាវទេដែលអាចគ្រប់គ្រងស្ថានភាពបានហើយខ្ញុំមានហេតុផលនិងអំណះអំណាងដែលយើងមើលឃើញហើយបញ្ជាក់ថាឆាវពិតជាអាចធ្វើឲ្យប្រជារាស្ត្ររស់នៅស្រួលបានពិតមែនទីមួយគឺយើងមើលប្រវត្តិការងារនិងស្នាដៃរបស់ឆាវពីមុនពេលដែលធ្វើជាមន្ត្រីមុនពេលដែលតង់ជួកាន់អំណាចឆាវមានតំណែងជាមន្ត្រីរួចហើយយើងឃើញរបៀបធ្វើការរបស់គាត់ប្រើប្រាស់ច្បាប់ជាធំផ្ដោតទៅលើការធ្វើកំណែទម្រង់និងផ្ដោតទៅលើលទ្ធផលពិតប្រាកដឆាវខ្វល់ពីប្រជារាស្ត្រមិនមែនខ្វល់ក្នុងលក្ខណៈដូចលាវប៉ៃទេប៉ុន្តែគាត់ខ្វល់ថាតើប្រជារាស្ត្ររស់នៅស្រួលបានកម្រិតណាដែលវាមិនប៉ះពាល់មកដល់ខ្លួនគាត់យើងអាចនិយាយថាគាត់អាត្មានិយមក៏ប៉ុន្តែនៅតែគិតឃើញអារឿងជុំវិញខ្លួនអ្វីដែលគាត់គិតគឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេក៏ប៉ុន្តែវាជះឥទ្ធិពលទៅដល់ប្រជារាស្ត្រដូចគ្នានៅក្នុងរឿងទីប្រឹក្សាស៊ឺម៉ាអ៊ីពេលដែលឆាវចាស់ហើយគាត់បានជិះប្រទេសធ្វើដំណើរមើលស្រុកទេសជាមួយនឹងស៊ឺម៉ាអ៊ីនៅពេលហ្នឹងគាត់ឃើញចម្រៀងកូនក្មេងច្រៀងតាក់ទងជាមួយនឹងការស្លាប់របស់សមាជិកគ្រួសារដែលប្តីទៅធ្វើសង្គ្រាមហើយមកវិញនៅសល់តែម្នាក់ឯងដាំបាយហូបម្នាក់ឯងអីហ្នឹងយើងឃើញថាឆាវមិនយល់ពីរឿងអស់ហ្នឹងទេហើយគាត់ខ្វល់ពីចំណុចដូចគ្នាបានជាគាត់នឹកឃើញថាដាក់នយោបាយផ្អាកសង្គ្រាមសិនដើម្បីឲ្យប្រជារាស្ត្រដកឃ្លាមានពេលស្ដារជីវភាពគ្រួសារឡើងមកវិញវាមានប្រយោជន៍សម្រាប់គាត់ពីព្រោះបើសិនជាធ្វើសង្គ្រាមញឹកញាប់ពេកវាធ្វើឲ្យប្រទេសទន់ខ្សោយហើយយើងឃើញឧទាហរណ៍ដូចជានគរស៊ូអញ្ចឹងពេលដែលជាងអួយប្រឹងធ្វើសង្គ្រាមដើម្បីបំពេញគោលបំណងរបស់ជូកលៀងហ្នឹងគាត់លើកទ័ពមកតិចមែនគាត់លើកទ័ពច្រើនដងធ្វើឲ្យនគរស៊ូចុះខ្សោយហើយស៊ឺម្ចាស់គេរងចាំមើលថាឲ្យតែស៊ូចុះខ្សោយពេលណាគេវាយភ្លាមអញ្ចឹងអាធ្វើសង្គ្រាមនេះមិនមែនបានន័យថាមិនចំណាយធនធានទេឆាវមើលឃើញកន្លែងហ្នឹងដូចគ្នាក៏ប៉ុន្តែអ្វីដែលគាត់ធ្វើហ្នឹងវាបានជះផលទៅដល់ប្រជារាស្ត្រគាត់ធ្វើបានរួចទៅហើយគ្រាន់តែមិនមែនធ្វើឲ្យចេញជាលទ្ធផលសម្រាប់ប្រជារាស្ត្រទូទាំងនគរគាត់ធ្វើត្រឹមតែទឹកដីភាគខាងជើងដែលគាត់កាន់កាប់ហ្នឹងអញ្ចឹងប្រវត្តិការងាររបស់គាត់មាន credit តាក់ទងជាមួយនឹងការគ្រប់គ្រងធ្វើឲ្យប្រជាជនរស់នៅបានសុខស្រួលហេតុផលទី2ឆាវស្អប់អំពើពុករលួយគ្រួសារឆាវឬក៏គ្រួសារអាមាត្យឆាវថឹងហ្នឹងដែលទទួលយកឪពុកគាត់ទៅចិញ្ចឹមហ្នឹងគឺជាអាមាត្យពុករលួយតំណែងជាមន្ត្រីរបស់ឆាវសុងដែលជាឪពុកឆាវគឺទិញបានទេមិនមែនជាសមត្ថភាពផ្ទាល់ទេតំណែងជាមន្ត្រីរបស់ឆាវដំបងក៏ទិញបានដែរមិនមែនឆាវប្រឡងជាប់ទេឆាវទិញតំណែងពីស្ដេចដើម្បីចូលទៅកាន់អំណាចហើយប្រហែលជាសោកប៉ាន់គ្នាជាមួយនឹងគ្រួសារស៊ឺម៉ាផងទើបគាត់អាចទទួលបានការឧទ្ទេសនាមពីស៊ឺម៉ាហ្វាងចូលកាន់ការងារទោះបីជាបែបហ្នឹងមែនប៉ុន្តែកុំច្រឡំឆាវស្អប់អំពើពុករលួយដែរ
ក្រោយពេលដែលគាត់ចូលធ្វើជាមន្ត្រីហើយគាត់ព្យាយាមជាច្រើនដងដើម្បីបកអាក្រាតមន្ត្រីពុករលួយធំក៏ប៉ុន្តែដោយសារតែព្រះអង្គលីងហ្នឹងគាត់ពុករលួយដូចគ្នាអញ្ចឹងព្រះអង្គលីងមិនស្ដាប់របាយការណ៍មិនស្ដាប់ភ័ស្តុតាងរបស់ឆាវទេគាត់ធ្វើពុតគ្រាន់តែស្ដីឲ្យមន្ត្រីរបស់គាត់មែនតែមិនមានការកែប្រែអីទេអំពើពុករលួយនៅតែកើតឡើងដដែលនៅក្នុងរាជការមហាហានឆាវស្អប់អំពើពុករលួយរហូតដល់ថ្នាក់គាត់សម្រេចចិត្តថាដកខ្លួនចេញពីព្រោះធ្វើអីអត់កើតហើយនៅពេលដែលគាត់ឡើងកាន់តំណែងខ្លួនឯងអានេះគេអត់មានបញ្ជាក់នៅក្នុងប្រវត្តិសាស្ត្រទេប៉ុន្តែនៅក្នុងរឿងតាក់ទងជាមួយនឹងការរើសមនុស្សចូលធ្វើការយើងឃើញថាឆាវរើសមនុស្សចូលដោយមើលទៅលើសមត្ថភាពទាំងស្រុងមិនខ្វល់ពីប្រវត្តិនៃការសិក្សាប្រវត្តិគ្រួសារឬក៏អ្នកនឹងធ្លាប់មានទោសធ្វើជាចោរធ្វើជាក្រិតជននេះទេគាត់អត់ខ្វល់ទេឲ្យតែមានសមត្ថភាពអាចធ្វើសង្គ្រាមបានអាចបម្រើគាត់បានគឺគាត់យកទាំងអស់នៅពេលដែលគាត់ចេញវិន័យបែបហ្នឹងមានមន្ត្រីចាស់គេបដិសេធគេមិនយល់ស្របទេគេគិតថាយកមនុស្សមកមិនស៊ើបសួរប្រវត្តិពីដើមវាអាចប៉ះពាល់ស៊ើបសួរប្រវត្តិពីដើមឬក៏ចូលតាមគ្រួសារហ្នឹងហើយដែលវាអាចคล้ายទៅជាអំពើពុករលួយបានឆាវក៏ចូលតាមគ្រួសារដែរហើយអ្នកដែលឆាវស្គាល់ភាគច្រើនសុទ្ធតែចូលតាមគ្រួសារអញ្ចឹងមានមេដឹកនាំដែលជាអ្នកស្អប់អំពើពុករលួយច្បាប់ដែលគាត់ចេញប្រកាសជាប្រឆាំងជាមួយនឹងអំពើពុករលួយយើងដកកន្លែងនេះចេញមួយប្រជារាស្ត្រអាចស្ងប់ចិត្តបានហើយពីព្រោះយើងឃើញឧទាហរណ៍ផ្ទាល់រាជវង្សហានដែលពោពេញទៅដោយអំពើពុករលួយធ្វើឲ្យប្រជារាស្ត្រខឹងសម្បាបះបោរអញ្ចឹងអត់មានរឿងនឹងមួយគឺប្រជារាស្ត្រមិនខឹងសម្បាមិនបះបោរទេអញ្ចឹងគេអាចរស់នៅស្រួលហើយចំណុចទី3ខ្ញុំគិតថាសំខាន់គេអានឹងគឺជាចរិតរបស់ឆាវខ្លួនឯងនៅពេលដែលដឹកនាំគឺគាត់ជាប្រភេទអ្នកដឹកនាំដែលខ្វល់តែពីលទ្ធផលទេឬយើងហៅថា pragmatic ហ្នឹងគឺជាមនុស្សដែលមិនខ្វល់ថាប្រើប្រាស់ដំណោះស្រាយបែបណាទេធ្វើម៉េចឲ្យទៅចេញលទ្ធផលមកមិនថាខូចមិនថាថោកទាបយ៉ាងណាទេឲ្យទៅចេញលទ្ធផលគាត់មិនខ្វល់ទេឆាវខុសពីលាវប៉ៃនៅត្រង់ចំណុចហ្នឹងឯងលាវប៉ៃខ្វល់ពីមុខមាត់ខ្វល់ពីកិត្តិយសមហាហានអញ្ចឹងគាត់មិនចង់ធ្វើអីមួយដែលធ្វើឲ្យខូចឈ្មោះឲ្យគេនិយាយដើមគាត់ទេចំពោះឆាវវិញគឺគាត់អត់ខ្វល់ពីចំណុចនេះទេអ្នកណាចង់និយាយដើមក៏និយាយទៅអ្នកណាចង់ជេរគាត់ក៏ជេរទៅជេរទល់មុខក៏បានដែរគាត់បើកឲ្យជេរមកស្រឡាញ់ហើយយើងឃើញនៅក្នុងរឿងសាមកុក2.10គាត់និយាយឲ្យថាគ្រាន់តែជេរហ្នឹងវាមិនបាត់សក់គាត់មកទៅសាយផងអានេះជាប្រភេទអ្នកដឹកនាំ pragmatic អាចដោះស្រាយបញ្ហាដែលនៅចំពោះមុខបានលឿនជាងហើយមានប្រសិទ្ធភាពជាងមិនមែនតែអ្នកដឹកនាំប្រទេសទេអ្នកទាំងអស់គ្នាបើសិនជាយើងទៅធ្វើការយើងជួបជាមួយនឹងថ្នាក់លើប្រភេទហ្នឹងយើងនឹងមើលឃើញថារបៀបដោះស្រាយបញ្ហារបស់គាត់លឿនជាងហើយច្រើនតែចំណាយលុយតិចជាងអានេះជាប្រភេទអ្នកដឹកនាំដែលមិនសូវក្បាច់ក្បោច្រើនមិនចូលចិត្តបន្ថែមអ្វីដែលមិនមែនជារឿងសំខាន់ចូលមកក្នុងរបៀបរបបធ្វើការឧទាហរណ៍រឿងនិទានដែលឆាវនិយាយប្រាប់លាវប៉ៃពេលដែលគាត់លើកទ័ពទៅវាយយៀនស៊ូហើយកងទ័ពរបស់គាត់ស្រេកទឹកអត់មានទឹកផឹកគាត់បានចង្អុលទៅមុខឆ្ងាយប្រាប់ថានៅខាងមុខមានដើមព្រួញមួយអាហ្នឹងគឺជារឿងដំណើរដែលគេសរសេរទុកនៅក្នុងប្រវត្តិសាស្ត្រដូចគ្នាដែរគេនិយាយពីភាពច្នៃប្រឌិតរបស់ឆាវដែលអាចជួយឲ្យកងទ័ពរបស់គាត់ហ្នឹងមានកម្លាំងដើរទៅមុខទៀតមិនស្លាប់ពាក់កណ្ដាលផ្លូវអញ្ចឹងដំណោះស្រាយរបស់ឆាវគឺជាការនិយាយកុហកដើម្បីឲ្យទាហានរបស់គាត់ហ្នឹងមានទឹកមាត់នៅក្នុងមាត់ពេលដែលគិតឃើញពីដើមព្រួយហ្នឹងហើយខ្ញុំមិនស្គាល់ដើមព្រួយហ្នឹងរូបរាងមិនទេប៉ុន្តែខ្ញុំនិយាយតាមការបកប្រែគេទេបើសិនជាពេលហ្នឹងគឺជាលាវប៉ៃខ្ញុំគិតថាលាវប៉ៃប្រើវិធីផ្សេងដែលមិននិយាយកុហកទាហានខ្លួនឯងទេហើយក៏មិនប្រកាសថាបានផលដូចជាវិធីរបស់ឆាវដែរចំណុចអាក្រក់របស់ឆាវគឺភាពប្រៃផ្សៃរបស់គាត់នៅពេលដែលបង្ក្រាបការបះបោរឬក៏ក្បត់ក៏ចេញមកពី pragmatic ហ្នឹងដែរឆាវមើលឃើញថាបើសិនជាលើកលែងឲ្យការបះបោរម្ដងហើយគាត់មិនបង្ក្រាបឲ្យចាស់ដៃទេលើកក្រោយនឹងមានការបះបោរទៀតហើយយើងឃើញគាត់ធ្វើយើងអាចគិតថាគាត់ធ្វើជ្រុលក៏ប៉ុន្តែអានឹងគឺជាដំណោះស្រាយរបស់គាត់ក្នុងពេលដែលគាត់កំពុងតែព្យាយាមបង្រួមឡើងនគរឡើងវិញមើលការសម្លាប់តុងឈិនមើលការសម្លាប់អ្នកមនាងតុងសុទ្ធតែប្រៃផ្សៃក៏ប៉ុន្តែគាត់ធ្វើដើម្បីបញ្ចប់រឿងហ្នឹងកុំឲ្យថ្ងៃក្រោយទៅពេលដែលគាត់ចេញទៅច្បាំងនៅខាងក្រៅនៅក្នុងរាជវាំងមានការបះបោរក្រោយមកទៀតយើងឃើញរបៀបចាត់ការជាមួយនឹងការបះបោរឬក៏ក្បត់នេះបានផ្លាស់ប្ដូរក្រោយពេលដែលគាត់ធ្វើសង្គ្រាមឈ្នះយានសាវហើយព
ពេលដែលវាយឈ្នះយានសាវគាត់យកបានសម្បត្តិដែលមន្ត្រីនៅខាងគាត់នឹងលួចតាក់ទងជាមួយយានសាវលួចផ្ញើសារហើយគាត់អត់មើលទេគាត់ដុតសម្បត្តិនឹងចោលមូលហេតុដោយសារតែគាត់យល់ថាយានសាវលែងនៅទៅហើយអញ្ចឹងអ្នកទាំងអស់ហ្នឹងគឺគ្មានជំរឿសអ្វីដែលអាចប្រឆាំងជាមួយគាត់ទេមានតែត្រូវចោះចូលជាមួយគាត់បើសិនជាគាត់ធ្វើល្អតែបន្តិចគេប្រកាសជាដឹងគុណគាត់វិញអាហ្នឹងគឺ pragmatic ហ្នឹងហើយ pragmatic ដែលខ្ញុំចង់លើកឡើងហ្នឹងគាត់បត់បែនទៅតាមកលៈទេសៈពេលណាសំខាន់ត្រូវតែខុសខើគឺខុសខើពេលណាដែលត្រូវលើកលែងគឺលើកលែងពេលណាដែលត្រូវបង្ហាញគុណធម៌គឺគាត់បង្ហាញគុណធម៌ឆាវខុសពីលាវប៉ៃកន្លែងហ្នឹងគាត់មិនមែនជាប្រភេទមនុស្សដែលឈរលើគោលការណ៍ណាមួយច្បាស់លាស់ទេគាត់ឈរនៅលើលទ្ធផលដែលគាត់ចង់បានបើសិនជាដើម្បីទទួលបានលទ្ធផលហ្នឹងត្រូវសម្លាប់មនុស្សគឺគាត់សម្លាប់មនុស្សហើយក្នុងចំណោមនគរទាំង3នគរអ៊ួយរីកចម្រើនបានល្អជាងគេជាពិសេសនៅក្នុងចំនួនឆៅភីប៉ុន្តែមិនមែនជាស្នាដៃឆៅភីទាំងស្រុងទេពីព្រោះគ្រឹះនគរកើតចេញមកពីឆៅការធ្វើស្រែពេញនគរអីនេះគឺជារបស់ឆៅទេគ្រាន់តែឆៅភីបន្តធ្វើហើយក៏ទទួលបានលទ្ធផលទៅដោយសារតែនគរអ៊ុយរីកចម្រើនហ្នឹងហើយបានជានគរពីរទៀតស៊ុនហើយនឹងលាវហ្នឹងมันអាចផ្ដាច់សម្ព័ន្ធមិត្តបានត្រូវតែបន្តរួបរวมគ្នាប្រឆាំងជាមួយនគរអ៊ុយមួយស្មើគឺមិនឈ្នះនគរអ៊ុយទេតតែមាន2អញ្ចឹងយើងអាចដឹងហើយថាគ្រាន់តែអ្វីដែលឆៅបានធ្វើពេលដែលមានជីវិតហ្នឹងគឺលទ្ធផលវាចេញមកនៅក្នុងនគរអ៊ុយហ្នឹងឯងចោះទម្រាំតែគាត់ឈ្នះបានទឹកដីទាំងមូលតើគាត់អាចធ្វើឲ្យបានខ្លះចឹងនេះគ្រាន់តែជាគំនិតរបស់ខ្ញុំទេតាក់ទងជាមួយនឹងលទ្ធភាពជាអ្នកដឹកនាំរបស់ឆៅបើសិនជាអ្នកនរគ្នាយល់ឃើញពីហ្នឹងអាចចូលមក comment នៅខាងក្រោមបានបើមានជាសំណួរក៏អាចសួរបានដែរខ្ញុំនឹងព្យាយាមឆ្លើយប្រវត្តិរបស់ឆៅខ្ញុំធ្វើជាលើកទី2ហើយធ្វើលំអិតបើអ្នកនរគ្នាចង់មើលអាចចូលទៅមើលលើ channel បានមុននឹងបញ្ចប់ទៅខ្ញុំសូមផ្សព្វផ្សាយពីសភៅ2ក្បាលដែលខ្ញុំកំពុងតែបើកទទួលកក់គឺរៀនតាមលាវប៉ៃហើយនឹងរៀនតាមឆៅសភៅទាំងពីរនេះក្នុងមួយក្បាលមាន50ចំណុចដែលជាមេរៀនដែលយើងដកស្រង់ពីជីវិតរបស់តួអង្គទាំងពីរហើយយើងអាចយកមករៀនសិក្សាស្វែងយល់ដោយខ្លួនឯងតម្លៃកក់មួយក្បាល$5បន្ទាប់ពីកក់ហើយខ្ញុំនឹងលក់តម្លៃ$6វិញហើយសភៅរៀនតាមខុងមីងចេញលក់ហើយមាននៅក្នុង stock ស្រាប់បើសិនជាចង់បានអាចឆាតមក page សាមញ្ញនៅលើរូបភាពហ្នឹងឬក៏ឆាតនៅក្នុង Telegram ដែលខ្ញុំដាក់ក្នុង description ក៏បានដូចគ្នាដែរចង់ទិញទាំង3ក្បាលក៏បានឬចាំ2ក្បាលទៀតចេញមកទិញក៏បានដែរពេលណាក៏បានដូចគ្នាក្រៅពីនេះខ្ញុំនៅមានសភៅ1000កំណត់30កុកដែរឥឡូវនេះចោះតម្លៃ 50% ដោយសារតែយើងកំពុងតែលាង stock យកលុយទៅបោះពុម្ពថ្មីទៀតបើចង់បានក៏អាចឆាតមក Telegram ដូចគ្នាដែរតម្លៃដើម$6កន្លះអញ្ចឹងចោះ 50% សល់តែ$3ជាងទេអរគុណសម្រាប់អ្នកដែលបានជួយទិញសភៅរបស់ខ្ញុំកន្លងមកហើយអរគុណសម្រាប់អ្នកស្ដាប់ podcast ដែរចាំជួបគ្នានៅក្នុងវីដេអូក្រោយ